ធ្វើកម្មវិធីនៅស្រុកភូមិខ្លួនឯងសប្បាយខ្លាំងអរគុណមែនតើអូនៗនឹងស្រឡាញ់ចូលចិត្តខ្ញុំខ្លាំងមែនតើនេះនៅភូមិមលុកស្រុកពីរាំងខេត្តព្រៃវែងកណាត់របស់យាយតាម៉ាក់ប៉ាពូខ្ញុំអីហ្នឹងទស្សនភាពស្នាមខ្ញុំក៏ដឹងថាកក់ក្ដៅដែរត្រូវថ្ងៃនេះខ្ញុំធ្វើជាវិធីការនីទៀតហើយសើភ័យយាយធ្វើនៅស្រុកភូមិខ្លួនឯងមានអារម្មណ៍ថាកក់ក្ដៅហើយមាន confidence ហ្មងហើយទៅអរគុណពូខ្ញុំខ្លាំងតែសារទឹកចិត្តហ្មងចង់ឲ្យតែមានកម្មវិធីនៅស្រុកភូមិខ្លួនឯងម្ដងនេះគាត់បានស្នើសុំទៅខាងសិល្បៈខ្មែរអមតៈដើម្បីយកសិល្បៈមកសម្ដែងនៅស្រុកភូមិហ្មងសំខាន់ពូខ្ញុំមាន extra សម្ដែងល្ខោនឲ្យទៀតហើយនេះពូខ្ញុំគាត់ចូលរួមសម្ដែងល្ខោនប្រសាដែរសប្បាយខ្លាំងហ្មងណែក្មួយប្រុសខ្ញុំឥឡូវក៏គេចូលហាត់ដែរណាគេហាត់ស្វាពលដល់អស់គ្នាខ្ជូតខ្លាំងមកដល់សាលាភ្លាមប្រហែលម៉ោង 4 កន្លះគឺកម្មវិធីចាប់ផ្ដើមមកការអប់រំនៅស្រុកភូមិខ្ញុំមកឲ្យ10 លើ 10ដល់អស់គ្នាមិនឃើញអូនលើកដៃជំរាបសួរខ្ញុំហ៎ការគ្រប់ការគួរសមអោនលំទោនដាក់ឆាស់ទុំហ្នឹងគឺ10 លើ 10ម៉ែហើយអត់មានឈូឈរស្រែកបែបឆ្លើយណាគឺចេញមកគ្រប់គ្រងយើងបែបជីវធម៌ហ្មងអូខ្ញុំមានមោទនភាពខ្លាំងណាស់ដែលជាផ្នែកមួយក្នុងការចូលរួមចំណែកធ្វើឲ្យអូនញញឹមឲ្យសប្បាយរីករាយអញ្ចឹងណានិយាយទៅកម្មវិធីរបស់យើងថ្ងៃនេះគឺមានន័យថាបទបង្ហាញតន្ត្រីពីភូមិមួយទៅភូមិមួយគឺសម្ដែងដោយក្រុមតន្ត្រីផ្ទាល់ដែលមានឈ្មោះថារថយន្តតន្ត្រីទឹកខ្មែរជាប្រចាំមួយរបស់ខាងអង្គការសិល្បៈខ្មែរអមតៈអង្គការហ្នឹងខ្ញុំហាត់ល្បាំតាំងទូចហើយ mission គាត់ក្នុងការគ្រប់គ្រងសិល្បៈខ្មែរហ្នឹងគឺមានយូរឆ្នាំមកដល់អស់គ្នាសូម្បីតែបងអែមរៀមក៏គាត់ចូលរួមជាកិត្តិយសថ្ងៃនេះដែរអញ្ចឹងបទបង្ហាញពីតន្ត្រីខ្មែរណាសិស្សសាលាទាំងអស់បានយល់ដឹងអំពីឧបករណ៍ភ្លេងខ្មែរដែលពួកគាត់អត់ដែលយល់ដឹងពីមុនមកសកម្មភាពចឹងសំខាន់មែនតើដល់អស់គ្នាពីពួកគាត់នៅតាមបណ្ដាខេត្តអញ្ចឹងគាត់អត់សូវបានឃើញផ្ទាល់នៅផ្នែកសិល្បៈឬក៏ឧបករណ៍ភ្លេងខ្មែរអញ្ចឹងនេះជាឱកាសដ៏កម្រមួយដែលខាងសិល្បៈខ្មែរអមតៈដឹកនាំសម្ដែងផ្ទាល់ទៅតាមខេត្តមួយហើយបច្ចេកនោះគាត់ធ្វើតាំងពី2013ឬថាខេត្តខ្លះគាត់ទៅដល់សម្ដែង10 ដងហើយក៏មានដែរហើយលោកគ្រូដែលគាត់កាន់ភ្លេងមួយហ្នឹងគឺគាត់ឡើងមកនិយាយបកស្រាយតើឧបករណ៍ខ្មែរនីមួយៗនឹងមានអត្ថន័យដូចម្ដេចគេប្រគំលេងនៅពេលណាហើយមានចាប់តាំងពីឆ្នាំណាអីចឹងទៅនេះជាចំណេះដឹងទូទៅមួយដែលសំខាន់មែនតើបដោះចិត្តកូនខ្មែរឲ្យស្រឡាញ់សិល្បៈរបស់ខ្លួនឯងកាន់តែខ្លាំងជាងមុនពាក្យស្លោកដែលគេនិយាយថាវប្បធម៌រលត់ជាតិរលាយនឹងគឺត្រូវ 100% សម្រាប់ទស្សនៈរបស់ខ្ញុំណាសិល្បៈវប្បធម៌ហ្នឹងឯងគឺតំណាងជាអត្តសញ្ញាណរបស់ប្រទេសមួយអូយបងអែមរៀមមកប្រហាត់តែបន្តិចណាចេះរំកែនភ្លាមហ្មងសប្បាយចិត្តខ្លាំងឃើញកូនសិស្សមកអង្គុយមើលត្រៀបត្រាទះដៃតាមចង្វាក់ភ្លេងអញ្ចឹងហើយឆ្លៀតពេលហ្នឹងសូមឲ្យបងអែមរៀមក៏ដើរបង្ហាញម៉ូដមួយឲ្យក្មេងៗមើលគាត់អត់ដែរឃើញអញ្ចឹងណាក្មួយខ្ញុំទៅចូលហាត់ល្បាំអញ្ចឹងក៏ចេះល្បាំស្វាពលក៏ឲ្យគាត់បញ្ចេញសមត្ថភាពមួយមិត្តភក្តិគាត់3នាក់ហ្នឹងទៅជឿខ្ញុំមកទាំងអស់គ្នាមានកូនក្មួយប្អូនឬក៏កូនអីដាក់ចូលសិល្បៈទៅពុតទាំងរាងកាយបានល្អហើយពុតចិត្តកំណត់ទៀតអូនេះកម្មវិធីពិសេសចេញមកឲ្យពូខ្ញុំគាត់សម្ដែងជាតួក្នុងពូខ្ញុំមិនជាអាជីពខាងភាសាអីប៉ុន្តែគាត់មានដងខាងហ្នឹងតាំងពីក្មេងមកហើយគាត់អាចច្រៀងបានគាត់បកកែច្រៀងអញ្ចឹងណាតែក៏ពិតគាត់ជាអ្នកកណ្ដុសាសម័យទេនិយាយពីថាសបាយអ៊ូអហូពេញហ្នឹងដោយសារតែមានយក្ខណៈគូលីមជាគាត់សាស្ត្រាចារ្យជើងចាស់ខាងផ្នែកល្ខោនភាសាឯងតាមស្ដាប់ដូចគាត់នៅមន្ទីរវប្បធម៌បើខុសតអីកុំប្រកាន់ណាអូលោកគ្រូបកកែសម្ដែងខ្លាំងមែនតើហ្មងតចរិតយក្ខណៈនេះគឺស័ក្តិសមមែនតើមានឆ្កងឲ្យក្មេងៗហូពេញហ្នឹងកាន់តែពិសេសបងឈូវីក៏គាត់បានចូលរួមដែរគាត់រវល់ខ្លាំងណាស់ប៉ុន្តែនៅតែឆ្លៀតពេលមកជួយទៀតអរគុណមែនតើបងចាំមិនថាកម្មវិធីថ្ងៃនេះគឺសុទ្ធតែអ្នកស្ម័គ្រចិត្តមកជួយហើយចឹងអូននៅភូមិលុបសំណាងខ្លាំងណាស់ខំរៀនណាកំពុងតែគិតផ្លែនបន្តទៀតថាគួរធ្វើអីដើម្បីក្មេងៗបានទាំងចំណេះដឹងហើយបានទាំងការកំសាន្តទៀតនិយាយទៅខ្ញុំគង់បានពូដែរកុំអត់មានឱកាសបានចូលរួមទេសារខ្លួនឯងអត់មានកម្លាំងគ្រប់គ្រាន់ទៅបង្កើតកម្មវិធីចឹងណាចឹងតើអរគ្នាមើលហើយយល់ឃើញមិនដែរបើយើងមានសមត្ថភាពធ្វើអីសម្រាប់សហគមន៍យើងតិចទៅជាគេដំណើរគេឈ្មោះសម្រាប់យើងផងហើយនឹងឲ្យក្មេងៗគាត់មានសំណាងបានឃើញអីដែលយើងឃើញដែរចឹងណាមានប៉ុណ្្នឹងឯងជំរាបលាបាយបាយ